ព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីសារព័ត៌មានច្រើនបាទច្រើនដែលបានរាយការណ៍ហើយខ្ញុំសូមសង្ខេបជូនតែម្ដងដោយឈរសំខាន់ទៅលើសារព័ត៌មាន BBC ហើយនិង NPR បាទដើម្បីឲ្យចង់ដឹងថាតើពីខាងជ្រុងអន្តរជាតិគេរាយការណ៍យ៉ាងម៉េចដែរណាពីព្រោះនៅក្នុងប្រទេសកម្ពុជាប្រិមិត្តបានឃើញផ្ទាល់ផងហើយស្ដាប់ឮផងមានសេចក្តីរាយការណ៍ជាច្រើនក៏ដូចជាខ្ញុំចែករំលែកតាម Facebook ប៉ុន្តែឥឡូវខ្ញុំសូមជូនពីជ្រុងអន្តរជាតិវិញតើគេរាយការណ៍យ៉ាងម៉េចបាទគឺបើយោងតាមសារព័ត៌មាន BBC និង NPR ក៏ថាប្រទេសថៃនិងប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាទជប់បាញ់គ្នាដែលពង្រីកបន្ថែមទៀតណានៅថ្ងៃអាទិត្យនេះបាទសារព័ត៌មាន BBC ក៏ថាគឺកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃអាទិត្យនេះនៅក្នុងពិធីមួយដែលចូលរួមដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលលោកធ្លាប់បានគម្រាមថានឹងដាក់សម្ពាធសេដ្ឋកិច្ចប្រសិនបើប្រទេសទាំងពីរនេះមិនឈប់ការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនរបស់ពួកគេនៅដើមឆ្នាំនេះទេប្រទេសថៃនឹងដោះលែងយុទ្ធជនរបស់កម្ពុជាហើយកម្ពុជានឹងចាប់ផ្ដើមដំណើរការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនដែលជាផ្នែកមួយនៃជំហានដំបូងក្នុងការព្រមព្រៀងនោះហើយក្រុមអ្នកសង្កេតការណ៍ថ្នាក់តំបន់ក៏នឹងធ្វើការត្រួតពិនិត្យស្ថានភាពនោះផងដែរដើម្បីធានាថាគឺភាគីទាំងពីរមិនចាប់ផ្ដើមការប្រយុទ្ធគ្នាជាថ្មីឡើងវិញទេលោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍ថាយើងបានធ្វើអ្វីមួយដែលមនុស្សជាច្រើនគិតថាយើងមិនអាចសម្រេចបានតែឡែកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតវិញបានហៅថានេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយហើយនាយករដ្ឋមន្ត្រីថៃលោកអនុทิน ឆាន់វីរៈកុលបាននិយាយថាកិច្ចព្រមព្រៀងនេះបានបង្កើតនៅជ្រុងមួយបន្ថែមទៀតឲ្យមានសន្តិភាពយូរអង្វែងពិធីនេះគឺជាកម្មវិធីដំបូងបំផុតរបស់លោកប្រធានាធិបតី Donald Trump នៅពេលដែលលោកបានអញ្ជើញទៅដល់ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានប្រចាំឆ្នាំដែលរៀបចំឡើងនៅក្នុងទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីដំណើរនេះនឹងបន្តដំណើររបស់លោកប្រធានាធិបតីនឹងបន្តទៅប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងហើយអាចនឹងមានលទ្ធភាពជួបគ្នាជាមួយនឹងប្រធានាធិបតីចិនលោកស៊ីជីនពីងដែលជាឱកាសមួយសម្រាប់លោកប្រធានាធិបតី Donald Trump បានកសាងកិត្តិយសរបស់លោកបន្ថែមទៀតកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាអ្នកដែលខិតខំកសាងសន្តិភាពនៅឆាកអន្តរជាតិនៅក្នុងពេលដែលលោកកំពុងតែដាក់ពន្ធគយធ្វើឲ្យសេដ្ឋកិច្ចអន្តរជាតិមានភាពច្របូកច្របល់ហើយក៏ដូចជាមានទំនាស់ជាមួយនឹងក្រុមអ្នកប្រជាធិបតេយ្យអំពីការបិទរដ្ឋាភិបាលនៅក្នុងប្រទេសរបស់លោកប្រធានាធិបតីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសម៉ាឡេស៊ីហើយមានកិច្ចព្រមព្រៀងខ្លះគឺមានបំណងបង្កើននៅការទទួលបានធនធានរ៉ែដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកមិនចង់ពឹងផ្អែកធ្ងន់ធ្ងរខ្លាំងពេកទៅលើប្រទេសចិនដែលនៅពេលនេះបានកំហិតលើការនាំចេញសារធាតុនៃរ៉ែកម្រដែលយកមកប្រើប្រាស់សម្រាប់ការផលិតបច្ចេកវិទ្យាកិច្ចប្រជុំកំពូលនេះក៏នឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី Donald Trump ដើរតួនាទីជាសកលក្នុងនាមជាអ្នកបង្កើតសន្តិភាពជាមួយនឹងប្រទេសថៃនិងកម្ពុជាដែលប្រទេសទាំងពីរនេះបានឆ្លោះគ្នាទៅលើតំបន់ដែលអះអាងត្រួតគ្នាហើយបានជាលទ្ធផលនោះបានឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សានៅតាមបណ្ដោយព្រំដែនហើយការប៉ះទង្គិចដ៏អាក្រក់បំផុតគឺរវាងប្រទេសទាំងពីរនេះបានកើតមានឡើងកាលពីខែកក្កដាដែលមានការប្រយុទ្ធគ្នាចំនួន5ថ្ងៃដែលបានសម្លាប់មនុស្សអស់រាប់សិបនាក់និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីទីលំនៅហើយនេះគឺជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតនៅក្នុងសម័យទំនើបរវាងប្រទេសទាំងពីរនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានសរសើរកិច្ចព្រមព្រៀងនេះរវាងប្រទេសថៃនិងប្រទេសកម្ពុជាក្នុងអំឡុងពេលដែលលោកថ្លែងសន្ទរកថាបើកនៅក្នុងកិច្ចប្រជុំកំពូលដោយនិយាយថា
គឺរឿងនេះបានរំលឹកដល់យើងថាការផ្សះផ្សាគ្នាគឺជារឿងមួយធ្វើដែលមិនមែនជាការទៅធ្វើសម្បទានទេក៏ប៉ុន្តែវាគឺជាស្មារតីនៃភាពក្លាហានរបស់យើងដោយឡែករដ្ឋមន្ត្រីការបរទេសរបស់ថៃដោយឡែកអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃគឺលោក Nikonde Balangura បានពិពណ៌នាកិច្ចព្រមព្រៀងនេះថាជាសេចក្តីប្រកាសរួមដែលនឹងបង្ហាញដល់ប្រទេសថៃនិងកម្ពុជានៅការបដិញ្ញាចិត្តរបស់ពួកគេជាថ្មីនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលោក Nikonde បានបញ្ជាក់បន្ថែមថាការចុះហត្ថលេខានេះមិនមែនជារឿងដែលបញ្ចប់នោះទេក៏ប៉ុន្តែគឺជាការងារមួយដែលយើងនឹងចាប់ផ្ដើមអនុវត្តបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC ហើយនិង NPR ណាដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិមិត្តដោយពួកគាត់ផ្ដោតទៅលើជ្រុងនៃសហរដ្ឋអាមេរិកណាបាទតើសហរដ្ឋអាមេរិកមើលឃើញសារព័ត៌មានសហរដ្ឋអាមេរិកមើលឃើញយ៉ាងណាអំពីការចូលរួមរបស់លោកប្រធានាធិបតី Donald Trump